បាទគ្រប់ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនបាទទូទាំង25ខេត្តក្រុងបាទរីករាយស្វាគមន៍មកកាន់ Channel ខ្ញុំបាទសាវរីលក់រថយន្តសាជាថ្មីម្ដងទៀតហើយពុកម៉ែបងប្អូនបាទសម្រាប់ថ្ងៃនេះផងដែរខ្ញុំបាទមានរថយន្តថ្មីមួយគ្រឿងទៀតហើយពុកម៉ែបងប្អូនបាទដើម្បីមកថតបង្ហាញចាស់ជូនពុកម៉ែបងប្អូនបាទទស្សនាទាំងអស់គ្នាបាទជាប្រភេទបាទ pick up ផងដែរពុកម៉ែបងប្អូនណាបាទហើយរថយន្តនេះជា model Mazda បាទ BT50 បាទThunder ឆ្នាំផលិត2021បាទជាប្រភេទរថយន្តស្លាកលេខបាទម៉ាស៊ីន 3.2 បាទប្រភេទប៉ុង2ឬពុកម៉ែបងប្អូនតែងតែហៅថាបាទម៉ាស៊ីនធំណាពុកម៉ែបងប្អូនណាបាទភ្នំពេញ 2BK 1773បាទបងប្អូនដែលស្វែងរកប្រភេទ pick up ចង់បានបាទភាពធន់រឹងមាំបាទបងប្អូនអាចងាកមកមើល Mazda មួយគ្រឿងនេះបានបាទធានាជូនចំពោះពុកម៉ែបងប្អូនថាអត់មានឡានបុកប៉ះកាត់តស្ងោរពណ៌បាទឬឡានបន្លំឯកសារទេពុកម៉ែបងប្អូនតោះពុកម៉ែបងប្អូនមកតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាបាទចំពោះរថយន្តមួយគ្រឿងនេះវិញបាទទាំងការរៀបចំបាទទាំងការលេងបាទតោះពុកម៉ែបងប្អូនបាទសម្រាប់ផ្នែកខាងមុខផងដែរពុកម៉ែបងប្អូនបាទគឺបានដំឡើងនៅ7គុជបាទរួចជាការស្រេចលាយនឹងប៉ាណាក្រម៉េបាទយ៉ាងស្រស់ស្អាតតែម្ដងពុកម៉ែបងប្អូនបាទហើយសម្រាប់7គុជនេះបងប្អូនធ្វើដំណើរទៅតាមបណ្ដាខេត្តបាទគឺងាយស្រួលមែនតើក្នុងការបំភ្លឺផ្លូវណាពុកម៉ែបងប្អូនណាបាទហើយសម្រាប់ផ្នែកខាងក្រោមនេះវិញផងដែរបាទគឺដំឡើងនៅឈ្នាន់ជន់បាទរួចហើយស្រេចសបកកង់បាទរៀបថ្មីឲ្យបងប្អូនមកស្អាតមកភ្លឹងមកពេញចិត្តតែម្ដងពុកម៉ែបងប្អូនណាបាទហើយបើនិយាយពីទឹកថ្នាំបាទចំពោះរថយន្តនេះវិញបាទទឹកថ្នាំគឺនៅស៊ីន 100% មួយជុំឡានតែម្ដងពុកម៉ែបងប្អូនណាបាទអត់តន់មានបាញ់ជួសកន្លែងណាមួយទេពុកម៉ែបងប្អូនណាបាទពាក់ព័ន្ធនឹងម៉ាស៊ីនប្រអប់លេខបាទធានាឲ្យពុកម៉ែបងប្អូនរយៈពេល1ខែពេញផងដែរពុកម៉ែបងប្អូនណាបាទសម្រាប់សម្រស់ឡាននេះវិញគឺស្អាតភ្លឹងណាពុកម៉ែបងប្អូនណាបាទគឺភាពស្រស់ស្អាតមែនតើបាទជាប្រភេទម៉ាស៊ីនម៉ាស៊ុតផងដែរពុកម៉ែបងប្អូនបាទតោះបងប្អូនយើងមើលផ្នែកខាងក្រោយបាទពាក់ព័ន្ធនឹងផ្នែកខាងក្រោយពុកម៉ែបងប្អូនបាទមានបតបាទមាន sport bar បាទព្រមទាំងបាទមានក្លុបការពារបាទរាល់ពេលពុកម៉ែបងប្អូនបាទជិះទៅតាមបណ្ដាខេត្តខែរដូវភ្លៀងហ្នឹងបាទគឺបាទងាយស្រួលសុវត្ថិភាពបាទចំពោះពុកម៉ែបងប្អូនអត់ឲ្យទៅទឹកអីវ៉ាន់ដល់ពុកម៉ែបងប្អូនទេពុកម៉ែបងប្អូនណាបាទគឺសុវត្ថិភាពការទុកដាក់អីវ៉ាន់មែនតើពុកម៉ែបងប្អូនណាបាទតោះពុកម៉ែបងប្អូនយើងទៅមើលផ្នែកខាងក្នុងតែម្ដងទៅបាទបើនិយាយពីតាឡានគឺលះបងប្អូនណាបាទតោះឥឡូវយើងទៅមើលផ្នែកខាងក្នុងតែម្ដងទៅពុកម៉ែបងប្អូនបាទពាក់ព័ន្ធនឹងផ្នែកខាងក្នុងបងប្អូនបាទក្នុងខ្មៅក្រឹបស្អាតមែនតើពុកម៉ែបងប្អូនណាបាទកំរាលតាប់លោហើយស្រេចបាទគ្រឿងបរិក្ខារផ្សេងដែលមាននៅក្នុងរថយន្តនេះបាទអត់មានបែកបាក់កន្លែងណាទេពុកម៉ែបងប្អូនណាបាទហើយបើនិយាយពីអញ្ចាំងទ្វារគឺនៅខ្ចីបាទស្បែកក៏នៅស្អាតបាទលាយនឹងបិទកាបោនបាទរួចហើយស្រេចបាទដើម្បីឡើងសម្រស់ចំពោះរថយន្តបាទផ្នែកបាទសុំប្រអប់លេខបាទដៃលេខបាទបិទបាទកាបោនបាទមើលទៅឃើញសភាពស្អាតមែនតើពុកម៉ែបងប្អូនណាបាទតាក់តងនឹងស្បែកពុកបាទសភាពគឺនៅស្អាតអត់មានប្រេះបាទរហែកបាទកន្លែងណាទេបាទទាំងលើទាំងក្រោមបាទគឺនៅស្អាតទាំងអស់បាទអត់មានប្រេះធ្នេប្រេះអីទេបាទរួមនឹងគ្រឿងជ័រផ្សេងបាទអត់មានកន្លែងណាបាក់បែកទេពុកម៉ែបងប្អូនណាបាទគឺនៅស្អាតភ្លឹងបាទហើយបើនិយាយពីរថយន្តនេះវិញបាទពាក់ព័ន្ធនឹងគីឡូផងដែរបាទ40000គីឡូតិចតួចទេពុកម៉ែបងប្អូនណាបាទ40000គីឡូតិចតួចតោះបងប្អូនយើងមើលផ្នែកខាងក្រោយទៀតបាទពាក់ព័ន្ធនឹងផ្នែកខាងក្រោយបាទក៏ដូចជាការលេងនេះបាទម្ចាស់គាត់ធ្វើការបិទកាបោនបាទស្បែកជាងទ្វារគឺនៅស្អាតភ្លឹងទាំង4គ្រាប់តែម្ដងណាពុកម៉ែបងប្អូនណាបាទថ្មីទាំងអស់បាទថ្មីទាំងក្នុងថ្មីទាំងក្រៅបាទបញ្ជាក់ជូនពុកម៉ែបងប្អូនថាបាទបងប្អូនមកមើលបាទអត់ទាស់ចិត្តទេបាទចំពោះរថយន្តបាទ Mazda មួយគ្រឿងនេះបាទធានាជូនពុកម៉ែបងប្អូនណាបាទហើយបើនិយាយពីសបកកង់វិញបាទថ្មីណាពុកម៉ែបងប្អូនណាបាទថ្មីតែម្ដងពុកម៉ែបងប្អូនបាទតោះពុកម៉ែបងប្អូនបន្ទាប់ពីពុកម៉ែបងប្អូនបាទមើលផ្នែកមួយជុំឡានក៏ដូចជាខាងក្នុងរួចហើយតោះឥឡូវយើងទៅមើលផ្នែកប្លុកម៉ាស៊ីនវិញម្ដងបាទពុកម៉ែបងប្អូនបាទមុននឹងឈានទៅមើលប្លុកម៉ាស៊ីនតោះ
ឥឡូវនាំពុកម៉ែបងប្អូនបាទមកមើលផ្នែកខាងតកង់បន្តិចចុះបាទតោះពុកម៉ែបងប្អូនបាទបាទសម្រាប់ពាក់ព័ន្ធនឹងផ្នែកខាងតកង់បាទដោយបញ្ជាក់ជូនបងប្អូនថាគ្រឿងចតទាំងអស់បាទបរិក្ខារទាំងអស់បាទ interior បាទគឺនៅស្អាតភ្លឹងបងប្អូនណាបាទគឺនៅស្អាតបាទស្រោមចកោតបាទរួចស្រេចផងដែរពុកម៉ែបងប្អូនណាបាទគឺនៅស្អាតទាំងអស់បាទពុកម៉ែបងប្អូនបាទខ្ចីហ៎បាទខ្ចីទាំងក្នុងខ្ចីទាំងក្រៅតែម្ដងពុកម៉ែបងប្អូនបាទតោះឥឡូវពុកម៉ែបងប្អូនយើងទៅមើលផ្នែកខាងមុខនៃប្លុកម៉ាស៊ីនវិញម្ដងផងដែរពុកម៉ែបងប្អូនបាទតែមុននឹងបងប្អូនទៅមើលផ្នែកប្លុកម៉ាស៊ីនឥឡូវខ្ញុំបញ្ជាក់តម្លៃជូនបងប្អូនតែម្ដងទៅបាទចំពោះរថយន្តបាទ Mazda មកគ្រឿងនេះបាទឆ្នាំផលិត2021បាទតម្លៃ 33,000 បងប្អូនណាបាទ 33,000 បងប្អូនចង់ទិញដាច់ក៏បានចង់វាយដូរក៏បានចង់បងរំលោះក៏បានដែរពុកម៉ែបងប្អូនតោះពុកម៉ែបងប្អូនយើងទៅមើលផ្នែកប្លុកម៉ាស៊ីនវិញបាទពាក់ព័ន្ធនឹងផ្នែកប្លុកម៉ាស៊ីនបងប្អូនបាទយើងក៏លេខមកមើលបាទថ្ពាល់ខាងឆ្វេងខាងស្ដាំបាទមានកន្លែងណាប៉ះកន្លែងណាបុកបាទកន្លែងណាក្រិចឬអត់បាទបើនិយាយរួមទៅចំពោះរថយន្តនេះបាទអត់មានកន្លែងណាប៉ះកន្លែងណាក្រិចទេបាទហើយខ្ចៅខ្យងគឺនៅ7ពណ៌បាទខ្ចីញញតែម្ដងពុកម៉ែបងប្អូនណាបាទផ្នែកថ្ពាល់ផ្នែកធ្នឹមបាទធ្នឹមផ្ដេកធ្នឹមប្រឈរបាទថ្ពាល់ឆ្វេងថ្ពាល់ស្ដាំបាទគឺនៅស្អាតទាំងអស់បាទគល់បូមក៏នៅខ្ចីផងដែរពុកម៉ែបងប្អូនបាទបងប្អូនចាប់អារម្មណ៍ចំពោះរថយន្តនេះបាទបងប្អូនអាចធ្វើការតាក់ទងមកខ្ញុំបាទផ្ទាល់បាទតាម Telegram បាទក៏ដូចជាលេខទូរស័ព្ទខ្ញុំបាទផ្ទាល់ផងដែរពុកម៉ែបងប្អូនណាបាទសម្រាប់លេខ Telegram ខ្ញុំបាទផ្ទាល់បាទលេខ077 602 688បាទនិងលេខ Smart មួយខ្សែទៀតបាទ081 611 707បាទគ្រប់ជូនពរបាទពុកម៉ែបងប្អូនដែលនៅតាមបណ្ដាខេត្តបាទនិងគោរពដឹងគុណចំពោះបងកងទ័ពបាទវីរៈកងទ័ពដងអាចបាទជូនពរឲ្យបងឲ្យជួបតែសុខភាពល្អបាទគ្រប់ពេលវេលាបាទទាំងការធ្វើដំណើរបាទអរគុណច្រើនចំពោះពុកម៉ែបងប្អូនដែលបានតាមដានបាទចំពោះ channel ខ្ញុំបាទទាំងអស់គ្នាបាទអរគុណជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា